សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំផាញអ្នកទាំងអស់គ្នាអំពីរបៀបដោះ password ដែលយើងបានភ្លេចអញ្ចឹងគឺកន្លែងនេះបើយើងចាំ password វាជាបញ្ហាទេតែបើយើងភ្លេច password យើងមានរបៀបមួយចំនួនដែលយើងអាចប្រើវាក្នុងកំឡុងពេលដែលយើងចាក់ password ហើយជួយយើងបានក្នុងកំឡុងពេលដែលយើងភ្លេច password ដំបូងអញ្ចឹងគឺកន្លែងខ្ញុំបាយ password ដំបូងនេះអត់ចូលទេបើខ្ញុំបាយខុសអូខេខ្ញុំបាយទៅវាលោតចេញពាក្យ forget password ហើយកន្លែងនេះគឺខ្ញុំអាចប្រើកន្លែង forget password ហ្នឹងដើម្បីធ្វើការទាញឬក៏ដូរ password នឹងចេញឡើងវិញដើម្បីចាក់ password ថ្មីឬក៏ដោះវាចេញតែម្ដងតែអូខេខ្ញុំគាត់ចុចពាក្យ verify W ប៉ុណ្ណឹងមកគឺយើងអាចដោះបានហើយយើងអាចយកត្រង់នេះចាក់ឬក៏យកពាក្យណាដើម្បីដោះអញ្ចឹងកន្លែងហ្នឹងគឺមិនអ្នកនរគ្នាធ្វើតាមខ្ញុំដែរទេគឺតើតើអ្នកនរគ្នាចូលទៅចាក់ password សារឡើងវិញអូខេព្រោះនេះគឺអ្វីដែលខ្ញុំបាន set ក្នុងកំឡុងពេលដែលខ្ញុំបានចាក់ password នៅលើអេក្រង់ហើយអញ្ចឹងបានខ្ញុំអាចប្រើពាក្យ W ដើម្បីធ្វើការដោះ password ហ្នឹងចេញអូខេអញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុង setting មកដែលខ្ញុំផាញអ្នកនរគ្នានៅលើ Vivo V15 ហើយមកមើលពាក្យ password and fingerprint ហ្នឹងហើយយើងចូលមកកន្លែង lock screen ហើយអ្នកនរគ្នាអាចធ្វើការចាក់ password ជា mix password pattern ឬក៏លេខ610ខ្ទង់យល់ទៅអ្នកនរគ្នារើសមើលណាក៏បានដែរនេះខ្ញុំគ្រាន់តែតេស្តទេខ្ញុំធ្វើការចាក់ password ហើយខ្ញុំវាយពាក្យហ្នឹងដើម្បី confirm មកកន្លែងនេះគឺជាកន្លែងមួយដែលអ្នកនរគ្នាប្រើសម្រាប់ដាក់ពាក្យមួយចំនួនឬក៏ពាក្យណាដែលអ្នកនរគ្នាចាំហើយអ្នកផ្សេងគេអត់ស្គាល់ដើម្បីជួយអ្នកនរគ្នាក្នុងការទាញ password ដើមរបស់អ្នកនរគ្នាដែលបានភ្លេចអញ្ចឹងគឺកន្លែងហ្នឹងគឺអ្នកនរគ្នាត្រូវតែចាំមួយហើយមិនថាបើអ្នកនរគ្នាអត់ចាំ password ដើមចាំតែពាក្យនេះក៏អ្នកនរគ្នាអាចដោះ password ចេញវិញបានដែរអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ចាំទាំងពីរមានតែ reset ទូរស័ព្ទហើយធ្វើអញ្ចឹងវាអាចនឹងបាត់បង់ទិន្នន័យតែបើវិធីសាស្ត្រនេះគឺយើងអាចនឹងទាញមកវិញដល់អត់បាត់បង់ទិន្នន័យទេអូខេអញ្ចឹងខ្ញុំចាក់ W អត់ដែរទេកន្លែងហ្នឹងអ្នកនរគ្នាអាច set ពាក្យណាមួយចំនួនក៏បានដែរហើយយើងចុចដានមកតែប៉ុណ្្នឹងជាការសាច់ហើយយើង lock screen មកហើយយើងធ្វើការវាយ password ឲ្យខុសមកបើសិនជាយើងចាំ password ដើមអូខេ forget មកហើយយើងវាយពាក្យ W ហ្នឹងមកប៉ុណ្ណឹងគឺជាការសាច់ហើយយើង verify មកអូខេហើយយើងដកណានមកគឺអេក្រង់យើងឡើងចុះ password ទៀតហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបាទចុច like comment subscribe ដល់មួយផងហើយបើមានឡើយណាក៏ឆ្គាំងសូមអ្នកនរគ្នាអធិស្ឋានផងជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយ